លោកគ្រូសឹកហើយតែសាលាបល័យរបស់យើងដួលអត់ទេគឺនៅតែការងារហ្នឹងនៅតែបន្តនៅតែសិក្សារៀនសូត្របន្តគ្រប់អង្គណាស្បិតថាលោកគ្រូជាក្រហោះខ្ញុំកណាជាក្រហោះក៏ពិតប៉ុន្តែការងារទាំងឡាយនៅតែខ្ញុំកណានិងព្រះអង្គគ្រូចៅអធិការធ្វើការជាមួយគ្នាដដែលទេទាំងសូមព្រះអង្គកុំបាក់ទឹកចិត្តកុំបោះបង់ការសិក្សារៀនសូត្រហើយសូមព្រះអង្គបន្តការរៀនសូត្រដដែលហើយខ្ញុំកណានៅតែចេញចូលនៅក្នុងវត្តនឹងដដែលបើមិនបានញឹកក៏ក្នុងមួយអាទិត្យអាច3 ទៅ 4 ថ្ងៃអីដែរហើយព្រះអង្គដែលលោករៀនសូត្រថ្នាក់មហាវិទ្យាល័យពេលលោកគ្រូសឹកទៅគឺបានន័យថាអត់មានបច្ច័យបងសាលាទេព្រោះខ្លាចខ្លួនឯងអត់មានដែរតែនឹងជំរុញជាមួយលោកគ្រូចារិកាដែលជាប្រាក់ឧបត្ថម្ភវត្តដើម្បីបន្តបង់ថ្លៃសាលាប្រគេនព្រះអង្គរៀនសូត្ររហូតដល់ចប់ថ្នាក់អ្វីដែលព្រះអង្គពងរៀនណាហើយព្រះអង្គថ្នាក់បឋមថ្នាក់បឋមទី1ទី2ទី3អីទាំងអស់ថ្នាក់មត្តេយអីក៏ចឹងដែរណាព្រះអង្គកុំដោយសារតែលោកគ្រូសឹកលែងនាំគ្នាលែងនៅវត្តនេះព្រោះអ្វីវាមិនថិតថេរវាមិនទៀងសំបីតែយើងជាប្រសង់ក៏គង់ខ្លាយជាប្រសក់អញ្ចឹងថ្ងៃមុខមិនមែនតែលោកគ្រូទេតែន័យថាគ្រប់អង្គក៏ត្រូវការប្រែប្រួលដូចគ្នាដែរអញ្ចឹងមានតែខំព្យាយាមសិក្សារៀនសូត្របន្តទៅទៀតហើយកុំបោះបង់វត្តប្រាសាទនាងខ្មៅត្រូវតែគង់នៅប្រាសាទនាងខ្មៅរៀនធម្មតាការឧបត្ថម្ភនៅមានធម្មតាហើយការគង់នៅប្រស្រ័យតកតងគឺនៅធម្មតាគ្រាន់តែខ្ញុំកណាជាឧបាសកលោកគ្រូភិនវិធីជាបច្ចាអធិការតែជាអាណាព្យាបាលមានន័យថាខ្ញុំកណានៅតែជាអាណាព្យាបាលតែក្នុងផ្នែកជាប្រសក់ប៉ុណ្ណឹងឯងហើយរឿងរ៉ាវមួយចំនួនទៀតត្រូវដោះស្រាយចំពោះមុខនៅក្នុងវត្តយើងគឺដូចជាការបំពោះកលបុត្រនៅថ្ងៃខាងមុខក៏មិនត្រូវបោះបង់ចោលដែរគឺនៅតែធ្វើដដែលហើយអ្វីដែលខ្ញុំកណាចាប់ផ្ដើមមានន័យថាវត្តនេះខ្ញុំកណាចាប់ផ្ដើមប្រមូលគ្នាដើម្បីជួយហើយអញ្ចឹងទៅសមិទ្ធផលក៏ដូចជាធនធានមនុស្សមានន័យថានៅសម្បូរបែបអញ្ចឹងមិនបោះបង់ចោលទេហើយក៏ព្រះអង្គនៅតែខំបន្តទៀតហើយថ្ងៃនេះខ្ញុំកណាសូមថ្វាយបង្គំគ្រប់អង្គណាដែលព្រះអង្គធ្លាប់ថ្វាយបង្គំខ្ញុំកណារយៈពេលគង់រស់នៅទីនេះអញ្ចឹងថ្ងៃនេះសូមអនុញ្ញាតថ្វាយបង្គំក្នុងនាមជាប្រសក់ថ្វាយបង្គំព្រះសង្ឃអញ្ចឹងទោះកំហុសយ៉ាងណាដែលលោកគ្រូធ្លាប់ប្រើពាក្យមិនកប់ស្ដីថាសម្លុតឬក៏អរិយាប័ត្រមួយណាដែលនៅជាប្រសង្ឃមិនគួរកប់មិនមានបំណងស្អប់ឬក៏មានបំណងចង់វាយឬក៏ចង់ស្ដីអីទេបំណងតែមួយគឺដើម្បីចង់ឲ្យកូនសិស្សគ្រប់អង្គល្អតែប៉ុណ្ណោះគណៈអញ្ចឹងសូមអធិស្ឋានអភ័យទោសហើយចាប់ពីថ្ងៃនេះតទៅគឺខ្ញុំគណៈជាឧបាសកចង់ហៅថាម៉េចក៏បានដែរហៅបងក៏បានហៅពូក៏បានហៅលោកគ្រូក៏បានហៅអីក៏បានតាមអធិស្ឋានរបស់ព្រះអង្គគ្រប់អង្គទាំងខ្ញុំគណៈសូមអនុញ្ញាតថ្វាយបង្គំគ្រប់អង្គដោយសេចក្តីគោរពនៅក្នុងព្រះសង្ឃរតនៈទោះបីជាកូនសិស្សធ្លាប់
ថ្វាយបង្គំគ្រូប៉ុន្តែពេលនេះគ្រូត្រូវថ្វាយបង្គំកូនសិស្សវិញគ្រប់អង្គកណាមានចំណុចណាមួយមិនគួរកប់លើលោអាចារ្យជាពិសេសបងឈុនចឹងសូមអភ័យទោសក្រែងលោកខ្ញុំធ្លាប់ប្រើពាក្យសម្ដីមិនសមរម្យកាយវិការណាមួយមិនទំនងក្នុងការដឹកនាំនៅវត្តនេះរយៈពេល13ឆ្នាំមកនេះចឹងសូមបងអាចារ្យទាំងអស់ញោមយាយតាទាំងអស់មេត្តាអធ្យាស្រ័យអភ័យទោសសម្រាប់ការដឹកនាំរបស់ខ្ញុំជាព្រះសង្ឃកាលពីមុនផងហើយសូមអនុញ្ញាតពីដើមបងអាចារ្យញោមអាចារ្យទាំងអស់តែងតែថ្វាយបង្គំគោរពខ្ញុំបាទជាព្រះសង្ឃពេលនេះខ្ញុំបាទជាមនុស្សធម្មតារក្សាសិល5ហើយនឹងមានឱកាសជាកុហកដូចតែបងអាចារ្យញោមអាចារ្យលោកយាយលោកតាដែរហើយដូច្នេះខ្ញុំសូមអនុញ្ញាតថ្វាយបង្គំអភ័យទោសនៅអ្វីដែលធ្លាប់មានកាយវិការមិនគួរកប់ពីកន្លងមក